ចំពោះបងដែលគាត់ដើរចូលដល់ឡើងជាពិសេសស្ត្រីនៃផ្ទះហ្នឹងដែលគាត់ឬក៏អ្នកដែលទៅឆ្លងទន្លេគាត់ទទួលការពពុះធ្ងន់កូននេះធ្វើឲ្យចែងកែងជើងមកគាត់ប្រេះឬក៏អ្នកដែលមកមានញឹកដៃជាមួយនឹងសាប៊ូច្រើនវាធ្វើឲ្យស្បែកស្ងួតអីអញ្ចឹងគឺយើងអាចមើលវីដេអូនេះហើយអាចអង្គុយគិតមើលទីថាយើងប្រើប្រាស់ផលិតផលជាច្រើនអាចប៉ះពាល់ទៅលើស្បែកតែកមុនអបកែងជើងអបដៃឬក៏អបលាបស្បែកជំនួសឲ្យលេនេះបានគឺវាមានផលប៉ះពាល់អីទេចំណុះច្រើនទិញតែមកប្រអប់ហ្នឹងខ្ញុំ recommend ថាឲ្យទិញតែមកប្រអប់ហ្នឹងយកទៅប្រើចំណាយតែ$3ហ្នឹងធ្វើឲ្យបានរាប់ខែដោយសារបរិមាណវាច្រើនហើយអ្នកទិញទៅដល់ហ្នឹងក៏មានអារម្មណ៍ថាវាច្រើនវាអត់សមនឹងតម្លៃនេះគឺជាដៃដែលខ្ញុំប្រើផ្ទាល់ហ្នឹងដៃខ្ញុំមួយថ្ងៃពីព្រឹកទល់យប់គឺប៉ះជាមួយទឹកហើយមួយសាប៊ូមួយអីជាច្រើនហើយណាមួយខ្ញុំអត់សូវបានថែទាំចាប់ពីកូនទី1រហូតដល់កូន3ដែលមានពេលលាបលេលាបអីទេដោយសារយើងមកមានញឹកជាមួយនឹងការងារខ្ញុំក៏សាកតែជាមួយផលិតផលនេះគឺវាល្អខ្លាំងវាជួយទៅលើកញ្ចក់ទៀតធ្វើឲ្យកញ្ចក់យើងមានសំណើមហើយស្បែកនិងកែងជើងនៅតាមស្បែកមួយដែលយើងមានអារម្មណ៍ថាក្រិនមានសភាពស្ងួតឬក៏ស្អាតយើងអាចសាកប្រើជាមួយកមុនអប់នេះបាន